រដ្ឋអាមេរិក25រដ្ឋប្តឹងរារាំងពន្ធថ្មីរបស់លោកTrumpខណៈប្រទេសជាង60រងផលប៉ះពាល់ថ្ងៃទី4ខែសីហាឆ្នាំ2026ពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងបង្កការរញ្ជួយដល់ពាណិជ្ជកម្មពិភពលោកមិនត្រឹមតែប្រទេសជាង60រងផលប៉ះពាល់ប៉ុណ្ណោះទេសូម្បីតែរដ្ឋចំនួន25នៅសហរដ្ឋអាមេរិកក៏បានរួមគ្នាប្តឹងរដ្ឋបាលសហព័ន្ធដោយអះអាងថាពន្ធនេះអាចធ្វើឲ្យតម្លៃទំនិញកើនឡើងនិងប៉ះពាល់ដល់គ្រួសារអាជីវកម្មនិងអ្នកប្រើប្រាស់ពន្ធថ្មីមានអត្រាពី10ដល់ 12.5 លើទំនិញនាំចូលពីដៃគូពាណិជ្ជកម្មជាង60ប្រទេសរួមមានកម្ពុជាចិនជប៉ុនប្រេស៊ីលកាណាដាអូស្ត្រាលីនិងសហភាពអឺរ៉ុបរដ្ឋបាលលោកTrumpអះអាងថាវិធានការនេះមានគោលបំណងប្រឆាំងនឹងទំនិញដែលពាក់ព័ន្ធនឹងការប្រើប្រាស់ពលកម្មដោយបង្ខំនិងការពារអាជីវកម្មអាមេរិកប៉ុន្តែរដ្ឋទាំង25ដែលដាក់ពាក្យប្តឹងវិញយល់ថាការដាក់ពន្ធនេះលើសអំណាចច្បាប់និងអាចបង្កបន្ទុកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋអាមេរិកសម្រាប់ប្រទេសដែលពឹងផ្អែកលើការនាំចេញទៅទីផ្សារអាមេរិកដូចជាកម្ពុជាការផ្លាស់ប្តូរគោលនយោបាយពន្ធអាចប៉ះពាល់ដល់ការប្រកួតប្រជែងនៃទំនិញការវិនិយោគនិងការងារអ្នកជំនាញក៏កំពុងតាមដានយ៉ាងជិតស្និទ្ធថាបើតុលាការសម្រេចផ្អាកឬលុបចោលពន្ធនេះវាអាចបន្ថយសម្ពាធលើទីផ្សារពាណិជ្ជកម្មអន្តរជាតិនិងជួយរក្សាតម្លៃទំនិញឲ្យមានស្ថិរភាពរដ្ឋអាមេរិកចំនួន25បានដាក់ពាក្យប្តឹងរដ្ឋបាលលោកTrumpពន្ធថ្មីមានអត្រា12.5 លើទំនិញពីប្រទេសជាង60កម្ពុជាត្រូវបានកំណត់អត្រាពន្ធ10សេតវិមានអះអាងថាពន្ធនេះស្របច្បាប់និងមានគោលបំណងទប់ស្កាត់ការប្រើប្រាស់ពលកម្មដោយបង្ខំភាគីប្តឹងអះអាងថាវាជាវិធានការមិនស្របច្បាប់និងនឹងបង្កការខូចខាតដល់អ្នកប្រើប្រាស់និងអាជីវកម្មសូមបន្តតាមដានការវិវត្តនៃសំណុំរឿងនេះព្រោះការសម្រេចរបស់តុលាការអាមេរិកអាចមានឥទ្ធិពលដោយផ្ទាល់លើពាណិជ្ជកម្មអន្តរជាតិតម្លៃទំនិញនិងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរប្រភពព័ត៌មាន Dex News សង្ខេបពីបាយការណ៍ឯកសារតុលាការសហរដ្ឋអាមេរិកសេតវិមាន White House និងការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Astor ការបរិច្ឆេទរៀបចំ4ខែសីហាឆ្នាំ2026សំណាក់ DV អង្គរវេលាខេត្តសៀមរាបសូមស្វាគមន៍បន្ទប់ម៉ាស៊ីនត្រជាក់ទឹកក្តៅទឹកត្រជាក់ស្អាតសុវត្ថិភាពផាសុកភាពតម្លៃសមរម្យមានកន្លែងចតឡានម៉ូតូនៅជិតព្រះអង្គជីព្រះអង្គចោមទួនព្រះរាជដំណាក់ផ្សារទំនើបសារមន្ទីរជាតិជាប់ផ្លូវទៅអង្គរវត្តសូមអរគុណ DV អូតូសៀមរាបជួសជុលរថយន្តគ្រប់ប្រភេទមានជួសជុលម៉ាស៊ីនបដូរម៉ាស៊ីនត្រជាក់គ្រឿងក្រោមប្រព័ន្ធភ្លើងតោនបាញ់ថ្នាំបដូរប្រេងម៉ាស៊ីនបដូរគ្រឿងបន្លាស់នៅខាងជើងព្រះអង្គជ័យព្រះអង្គចោម500ម៉ែត្រផ្លូវទៅអង្គរវត្ត